អ្នកមានឥទ្ធិពលធំនៅក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដុសខាត់អាយុជនចំនួនថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលដែលកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper គាកដល់ការប្រកួតវាក្យប្រេងព្រាត់កាន់តែធ្វើឲ្យផ្ទុះកាយចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចលឺព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀង Rap បានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រឡងចម្រៀង Rap លំដាប់ថ្នាក់អន្តរជាតិនេះដែរពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ការតាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជននៅក្នុងក្រុមនីមួយៗពុះពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសជាក់ស្ដែងនៅក្នុងសប្តាហ៍ទី2ក្នុងវាគ្យ United នេះមានបេក្ខជនឆ្នើមជាច្រើនដែលបានចាប់ដៃគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងផងដែរទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនស្នើមបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverages បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភី100 លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនស្នើមដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀង Rap មិនតែប៉ុណ្ណោះកម្មវិធីប្រឡងប្រជែងចម្រៀង Rap Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Club Yahan និង CG Movement ដើម្បីដុសខាត់អាយុជនទាំងចំនួនថ្មីឲ្យក្លាយជាអ្នកចម្រៀង Rap ដ៏ខ្លាំងពូកែនៅក្នុងតន្ត្រី Rap នៅប្រទេសកម្ពុជាផងដែរឈានដល់សប្តាហ៍ទី2ក្នុងវាគ្យ United បេក្ខជនឆ្នើមជាច្រើនពុះពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មាធិការពិបាកនៅក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជ័យលាភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងប្រជែងចម្រៀង Cambo Rapper ដែលមានការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់